មស្មារតីមនុស្សធម៌លោកឧត្តមស្នេហ៍ត្រីមេងស្រុនម៉ែបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាថ្ងៃទី6 ខែមករាឆ្នាំ2026កន្លងមកនេះបានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺព្រមទាំងមានការចូលរួមពីក្រុមគ្រួសារសប្បុរសជននានានិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបន្តចុះស៊ូសឹកទុកនិងនាំយកនៅថវិកាមួយចំនួនសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនគ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារៈផ្សេងទៀតសម្រាប់កុមារជូនដល់បងប្អូនប្រជាពលរដ្ឋដែលជំនឿសឹកមកពីតាមតំបន់ផ្សេងៗគ្នាដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាមឈ្លានពានរបស់ទាហានថៃហើយត្រូវមកបន្តរស់នៅកន្លែងទីទួលសុវត្ថិភាពចំនួន100គ្រួសារស្ថិតនៅភូមិសាស្ត្រខេត្តព្រៃវែងឆ្លៀតនាពេលនោះលោកឧត្តមស្នេហ៍ត្រីមេស្រុនក៏បានមានមតិសំណេះសំណាលសួរសុខទុក្ខប្រកបដោយស្នាមញញឹមជាពិសេសក៏បានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខនិងការព្រួយបារម្ភពីសំណាក់ឯកឧត្តមនាយឧត្តមស្នេហ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯកឧត្តមបណ្ឌិតជាមចាំសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលជាជនភេសជ្ជៈទាំងអស់ផងដែរសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគសម្រាប់ឧបត្ថម្ភរួមមានអង្ករចំនួន100បាយត្រីខចំនួន10កែសស្ករ100កញ្ចប់អំបិលចំនួន100កញ្ចប់ទឹកបរិសុទ្ធចំនួន100កែសនំខាស្តាន់និងអូរីសចំនួន17កែសទឹកត្រី17យួរទឹកស៊ីអ៊ីវចំនួន17យួរថែមទៀតផងហើយក៏បានបន្តធ្វើម្ហូបនិងបង្អែមជូនលោកយាយលោកតាចាស់ចាស់ចំនួន100នាក់និងជូនជាថវិកាដល់ចាស់ចាស់ចំនួន100នាក់ផងដែរជាចុងក្រោយលោកឧត្តមស្នេហ៍ត្រីមេងស្រុនមេបញ្ជាការបានមានប្រសាសន៍បន្ថែមដោយលើកទឹកចិត្តនិងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងបន្តដឹកនាំប្រកបដោយឈ្លាសវៃប៉ុនប្រសពរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសូមគាំទ្រចំពោះយុទ្ធសាស្ត្រស្ងាត់តែស្ងៀមដែលកំពុងអនុវត្តការងារយ៉ាងសកម្មមិនមានញឹកបំផុតដើម្បីស្វែងរកសុខសន្តិភាពនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសជាការពិតណាស់សកម្មភាពមនុស្សធម៌នេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ក្នុងស្មារតីជាតិនិយមខ្ពស់បំផុតរបស់លោកឧត្តមស្នេហ៍ត្រីមេបញ្ជាការព្រមទាំងក្រុមការងារនិងសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅស្រុកដែលបានរួមជាកម្លាំងមហាសាមគ្គីជាតិជាក្រុមមួយក្រោមស្មារតីខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរដើម្បីឈរនៅពីក្រោយ